សម្រាប់បងប្អូនណាខ្លះដែលចូលចិត្តញ៉ាំផ្អកត្រីប្រាចៀនណាប៉ុន្តែអត់ដឹងពីរបៀបធ្វើតាមពិតណាតិចនិចនៃការធ្វើផ្អកចៀននេះអត់មានអីពិបាកឯណាបងប្អូនគឺងាយស្រួលធ្វើខ្លាំងមែនតែនក្លិនក៏ឈ្ងុយចំណែកឯរសជាតិវិញណាក៏ឆ្ងាញ់ខ្លាំងដែរហើយសម្រាប់ម្ហូបមួយមុខនេះចំណាយអស់លុយតិចខ្លាំងមែនតែនជាពិសេសបើបងប្អូនធ្វើម្ហូបមួយមុខនេះហើយត្រៀមបាយទុកឲ្យច្រើនផងណាបងប្អូនចំពោះការធ្វើរបស់នាងខ្ញុំជាដំបូងគឺនាងខ្ញុំបានដាក់ប្រេងឆាទុកឲ្យក្តៅរួចដាក់ស្ករត្នោតមួយចុងស្លាបព្រាបាយចូលបន្ទាប់មកនាងខ្ញុំបានកូរស្ករត្នោតនឹងឲ្យឡើងក្លិនឈ្ងុយល្អបន្តិចសិនទើបនាងខ្ញុំបានដាក់ម្ទេសនិងខ្ទឹមដែលនាងខ្ញុំបានហាន់រួចហ្នឹងណាបំពងជាមួយគ្នាឲ្យឡើងក្លិនឈ្ងុយបើតែថាម្ទេសហើយនឹងខ្ទឹមនឹងឡើងក្លិនឈ្ងុយល្អហើយគឺយើងអាចចាក់ផ្អកត្រីប្រាហ្នឹងចូលទៅកន្លុកជាមួយនឹងគ្រឿងបានដែរណាបន្ទាប់មកនាងខ្ញុំបានដាក់គ្រឿងផ្សំរសជាតិសម្រាប់គ្រឿងផ្សំនាងខ្ញុំប្រើតែប៊ីចេងមួយមុខឯណាបងប្អូនដោយសារផ្អករបស់យើងហ្នឹងមានជាតិប្រៃស្រាប់ហើយសម្រាប់ផ្អកនេះដែរមុននឹងនាងខ្ញុំយកមកចៀនហ្នឹងគឺនាងខ្ញុំបានដាក់ត្រាំទឹករួចលាងទឹកឲ្យស្អាតដើម្បីឲ្យអស់ជាតិប្រៃបងប្អូនហើយចំពោះរសជាតិវិញគឺយើងយករសជាតិរៀងហឹរប្រៃផ្អែមណាបងប្អូនតែមានរសជាតិឆ្ងាញ់មើលតែថាយើងដាក់គ្រឿងក្រូចជាមួយនឹងគ្រឿងផ្សំត្រីចិត្តអស់ហើយចុងក្រោយកុំភ្លេចបន្ថែមខ្ទឹមក្រហមជាមួយនឹងម្ទេសដែលនាងខ្ញុំបានហាន់ជាចំណិតស្ដើងៗអញ្ចឹងមកណាដើម្បីឲ្យរសជាតិផ្អករបស់យើងហ្នឹងរឹតតែមានរសជាតិឆ្ងាញ់ជាពិសេសក្លិនវិញក៏ឈ្ងុយខ្លាំងដែរហើយបានញ៉ាំជាមួយនឹងបន្លែស្រស់ៗអញ្ចឹងទៀតនិយាយពីថាចាប់ជាតិគ្នាល្អខ្លាំងមែនតើណាបងប្អូនចាឥឡូវការបង្ហាញពីមុខម្ហូបរបស់នាងខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនចាំជួបជាមួយនឹងនាងខ្ញុំវីដេអូថ្ងៃស្អែកសារជាថ្មីម្ដងទៀតអរគុណ